Bà sự đây bụng mà bông bông bạt thời ní nhom xong thưa cả bằng hàng chu nóiច្បាស់ម្ដងទៀតពីរបៀបកែកង្ហាលទាំងអស់គ្នាសូមចាក់ថានេះគឺជាកង្ហាលហាត់តារីបាទប្រភេទ16អ៊ីងនិយាយទៅកង្ហាលប្រភេទណាក៏យើងអាចកែបានដែរឲ្យតែយើងចេះនឹងយល់ពីប្រព័ន្ធភ្លើងរបស់កង្ហាលមួយណាបាទហើយសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញជូននៅរបៀបកែកង្ហាលហាត់តារីប្រភេទអត់មានម៉ូទ័រទេវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញជូនពីរបៀបកែកង្ហាលដែលមានម៉ូទ័រទេបាទអញ្ចឹងកុំឲ្យខាត់ពេលហើយយើងចូលមកបតរបស់យើងនេះវិញបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ដែរថានៅលើបតនេះមានភ្លើងចូលហើយនឹងភ្លើងចេញទៅខ្សែម៉ូទ័រដើម្បីរេដើម្បីវិលបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ថាលេខនៅលើកង្ហាលតារីទាំងអស់គឺពណ៌ខ្មៅគឺពណ៌ខ្មៅនេះណាគឺជាប្រភេទខ្សែសម្រាប់ម៉ូទ័រលេខកង្ហាលល្បឿនលេខ1ហើយពណ៌ឈាមជ្រូកនេះគឺលេខ2ពណ៌ក្រហមគឺលេខ3បាទអញ្ចឹងនៅពេលដែលយើងដោះកង្ហាលមកខ្សែនេះខ្សែទៅម៉ូទ័រណាបាទខ្សែទៅម៉ូទ័រកង្ហាលហើយនឹងមានខ្សែពណ៌សមួយទៀតហើយសម្រាប់នេះខ្សែភ្លើងចេញពីភ្លើងរត់របស់យើងមកបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ថាភ្លើងរត់ចូលភ្លើងរត់ចូលគឺយើងចូលមកចឹងមកពណ៌ហ្នឹងយើងចូលមកហ្នឹងមកហើយពណ៌ខ្មៅយើងចូលមកនេះមកតែប៉ុន្តែមិនមែនពណ៌ខ្មៅទេនេះពណ៌ឈាមជ្រូកនេះគាត់ថាខ្ញុំខ្ជិលកាត់វាខ្ញុំយកវាពីនេះមកពីផ្សារវាមកហ្មងមកអញ្ចឹងបញ្ជាក់ជូនពុកម៉ែបងប្អូនបើសិនតែពុកម៉ែបងប្អូននេះខ្សែគឺយកខ្សែពីរហ្នឹងពណ៌ហ្នឹងបាទពណ៌ហ្នឹងបាទយើងយកមកចូលអានេះចឹងយកចូលហ្នឹងមកអាពណ៌ពីរដែលខ្ញុំបង្ហាញមកនេះពឺពណ៌នេះខ្សែនេះខ្សែនេះមកចូលកន្លែងនេះមកនេះចូលកន្លែងនេះហើយអាពណ៌ហ្នឹងគឺមកចូលកន្លែងហ្នឹងមកហើយសម្រាប់ពណ៌សនេះសម្រាប់អីគេបាទសម្រាប់ពណ៌សនេះគឺខ្សែភ្លើងទៅកង់ដង់បាទអញ្ចឹងខ្ញុំបញ្ជាក់ជូនពុកម៉ែបងប្អូនខ្សែភ្លើងទៅកង់ដង់គឺយើងយកមកដាក់ជាមួយនឹងខាងអក្សរCOM COM បាទយើងដាក់នៅខាងអក្សរ COM ហ្នឹងគឺខ្សែទៅកង់ដង់ហើយបើអត់ខ្សែទៅកង់ដង់ទេម៉ូទ័រយើងកង្ហាលយើងចុចទៅអត់រេតយើងចាប់បវលអញ្ចឹងបញ្ជាក់ជាថ្មីម្ដងទៀតពណ៌ខ្មៅនេះគឺសម្រាប់ល្បឿនលេខ1ពណ៌ឈាមជ្រូកគឺសម្រាប់ល្បឿនលេខ2ពណ៌ក្រហមគឺសម្រាប់ល្បឿនលេខ3បាទនេះគឺនេះខ្សែទៅម៉ូទ័រណាបាទខ្ញុំបង្ហាញជូនប៉ុណ្ណឹងសូមអរគុណ